កុសលប្រពន្ធនឹងម៉ែរបស់ឯងមកដល់ហើយវើយហ៎ម៉ែនេះម៉ែមកធ្វើអីនៅទីនេះកូនស្រីជីវិតនៅស្រុកស្រែគឺអញ្ចឹងហើយមាត់ញាតចិត្តខាងគឺមិនសូវមានកម្របនៅទេនោះខ្ញុំស្វឹងណាស់ហើយបងឯងឲ្យមនុស្សស្វឹងសញ្ញេទាំងខ្ញុំមិនមានសតិក្នុងខ្លួនផងហើយចុះបបងពន្លើសចំនួនលុយនោះខ្ញុំធ្វើមិនទៅហេណែអសល់អញមានទិន្នន័យលុយដែលឯងជំពាក់អញទាំងអស់ឯងមិនចង់សងយើងតើមែនទេនេះឯងមើលចុះនេះជាផោះតាំងអញអាចប្តឹងឯងបានណានៅផ្ទះឈើចាស់មួយសូលីនកំពុងតែដាំបន្លែនៅក្រៅផ្ទះកម្ដៅថ្ងៃចាំងចំសូលីនធ្វើឲ្យញើសហូរពេញខ្លួនតែនាងនៅតែតស៊ូនឹងជីវិតមួយនេះសូលីនឈប់ធ្វើការបន្តិចសិនទៅកូនមកញ៉ាំតែក្រូចឆ្មាត្រជាក់មួយកែវសិនទៅណាហើយយ៉ាថ្ងៃពិតជាក្តៅខ្លាំងណាស់ឆាប់មកនេះមកកូនអរគុណម៉ែខ្ញុំដាំបង្ហាយបន្តិចសិននៅសល់តែបន្តិចទៀតទេខ្ញុំខ្លាចស្មៅលោះចោលពេកវានឹងធ្វើឲ្យបន្លែទាំងអស់នេះលោះមិនល្អនឹងណាម៉ែថ្ងៃនេះកុសលមកវិញអត់ម៉ែខ្ញុំឃើញម៉ែត្រៀមម្ហូបច្រើនជាងរត់ដងក៏ទៀតម៉ែឲ្យមិនដឹងទេកូនថាវានឹងត្រឡប់មកវិញថ្ងៃនេះវាយកស្រូវទៅលក់ដែលស្រូវសល់នៅក្នុងបាតចង្រុកនោះអីតែមើលទៅម៉ែមិនសង្ឃឹមទេកូនកូនប្រុសនេះតែងតែធ្វើឲ្យម៉ែពិបាកចិត្តណាស់ម៉ែឲ្យកូនសុំទោសតាសូលីនកូននិយាយអីហ្នឹងកុំគិតបែបហ្នឹងឲ្យសោះឯងមានកំហុសអីទេកុសលជាកូនប្រុសរបស់ម៉ែវាយកស្រូវទៅយកទៅលក់យកលុយផឹកស៊ីអស់ហើយបើវានៅតែបន្តផឹកទៀតនឹងឆ្នាំនេះយើងនឹងអស់អង្គច្រកឆ្នាំងហើយកុំបារម្ភអីម៉ែបើបងកុសលមិនខ្វល់ពួកយើងត្រូវតែខ្វល់ខ្ញុំនឹងព្យាយាមរកវិធីផ្សេងទៀតខ្ញុំអាចធ្វើនំលក់នៅអផ្សារពួកយើងនឹងមិនដាច់ពុះស្លាត់នោះទេណែម៉ែអរគុណកូនណាកូនអរគុណដែលកូនឯងដែលមិនបានបោះបង់ចោលគ្រួសារដ៏លំបាកមួយនេះម៉ែបងកុសលគាត់មកហើយម៉ែមិនដឹងថាវាមកក្នុងសភាពបែបណានោះទេកូនណាកូនចូលទៅក្នុងផ្ទះមុនតើកូនទុកឲ្យម៉ែនិយាយជាមួយវាសិនកសលឯងតណាបានជាថ្មោននេះហើយទៅតែមកដល់ផ្ទះហាកូនអើយម៉ែខ្ញុំមកដល់ផ្ទះហើយតើខ្ញុំមិនមែនជាក្មេងទៀតទេកុំបារម្ភពីខ្ញុំពេកអីកូនប្រុសឯងមិនមែនជាក្មេងទៀតទេហើយឯងក៏មិនមែនជាមនុស្សខ្លួនមួយទៀតដែរឯងមានប្រពន្ធកូនហើយមានម៉ែចាំងដែលត្រូវមើលថែដែរចេះទទួលខុសត្រូវដែរទេហើយឯងទៅលក់ស្រូវបានលុយប្រមាណស្រូវនោះខ្ញុំលក់បានលុយតិចតួចទេម៉ែតែឥឡូវនោះខ្ញុំបានយកលុយនោះទៅទិញស្រាផឹកអស់ទៅហើយណាម៉ែហើយម៉ែសួរធ្វើអីយ៉ឯងហ៊ាននិយាយដូចឆ្នេះផងហ៎លុយលក់ស្រូវដែលឯងចាយទាំងអស់នោះវាជាស្រូវដែលនៅសល់បាតចង្រុកចុងក្រោយរបស់យើងហើយណាកូនឯងធ្លាប់គិតវែងឆ្ងាយដែរទេហាគ្រាន់តែលុយបន្តិចបន្តួចសោះខ្ញុំធុញទ្រាន់នឹងជីវិតអ្នកស្រែខ្លាំងណាស់ខ្ញុំចង់មានជីវិតហឺហាដូចអ្នកទីក្រុងគេមានលុយចាយនិងផឹកស៊ីមួយថ្ងៃពេញដៃណាម៉ែសបាយហើយចុះប្រពន្ធឯងធ្លាប់គិតពីអារម្មណ៍ប្រពន្ធឯងដែរទេហាសូលីនគឺជាកូនប្រសាររបស់ម៉ែតើសូលីនមិនមែនជាកូនបង្កើតរបស់ម៉ែទេសូលីនចង់ទៅណាឲ្យនាងទៅខ្ញុំមិនខ្វល់ពីនាងនោះទេភ្លាមនោះកំពុងតែប្រកែកគ្នាសូលីនក៏បានដើរចេញមកក្រៅបងកុសលបងកុំនិយាយបែបនេះដាក់ម៉ែអីម៉ែស្រឡាញ់ឯងតែម៉ែមិនការពាររឿងអាស្រូវរបស់ឯងទេកសងឯងត្រូវតែឈប់ផឹកស្រាណាខ្ញុំមិនឈប់នោះទេហើយបើម៉ែចេះតែនិយាយបែបនេះខ្ញុំនឹងលក់ផ្ទះនេះចោលតែម្ដងខ្ញុំមិននិយាយច្រើនជាមួយម៉ែទេនេះមានសិទ្ធមិនមានសិទ្ធមិនទៅបងនេះខ្ញុំជាប្រពន្ធរបស់បងណាខ្ញុំសូមអង្វរបងតិចចុះបងឈប់ផឹកស្រាទៅណាបងហើយតែបងផឹកស្រាកាលណាមកផ្ទះវិញ
នឹងតែមានរឿងរហូត ពេលនោះកុសលក៏បានខឹងយ៉ាងខ្លាំងហើយក៏បានទាញម៉ូតូចេញជិះទាំងកណ្ដាលយប់ជ្រៅចាក់ចេញទៅ ផឹកតែក្តៅក្តៅនេះសិនទៅណាកូន ម៉ែខ្ញុំមិនដឹងថាខ្ញុំអាចបន្តទៅមុខទៀតបានអត់ទេម៉ែ កូនស្រីម៉ែកុំគិតច្រើនពេកអីមានម៉ែនៅទីនេះម៉ែជាម្ដាយម្នាក់របស់ឯងដែរទោះបីឯងជាកូនកំព្រាក៏ដោយតែម៉ែចាត់ទុកឯងដូចជាកូនបង្កើតរបស់ម៉ែអញ្ចឹងណាកូនស្រីម៉ែគិតរួចហើយម៉ែមិនម្ដាយឲ្យដីគេរបស់ឪពុកវេននោះត្រូវយកទៅលក់បាននោះទេថ្ងៃស្អែកឯងទៅផ្សារជាមួយនឹងម៉ែយើងនឹងចាប់ផ្ដើមធ្វើនំគមនំអន្សមលក់ក៏ប៉ុន្តែម៉ែត្រូវការឲ្យកូនឯងជួយការងារនេះដែរណាកូន វិចនំលក់តាម៉ែមានកម្លាំងកំហែងធ្វើនំដែរតាមមែនទេម៉ែ មិនដៃទេកូនម៉ែអាចធ្វើបានការងារស្រាលសានតើបើយើងមិនតស៊ូតាមនរណាម្នាក់តស៊ូជាមួយយើងពួកយើងនឹងធ្វើវាទាំងអស់គ្នាទៅមិនមែនម៉ែធ្វើតាមម្នាក់ឯណា មានកូនជួយដែរតើ ចាស់ម៉ែខ្ញុំនឹងជួយម៉ែ អេយមីហើយមិនបានជានាំគុំអាសាមកលក់នំអញ្ចឹងអានេះយមីឯងធ្លាប់លំបាកតាំងពីក្មេងឥឡូវមករកសភាពបែបនេះទៀតហើយតើមែនទេអាយេ មកកាវអើយមកជួយទិញនំគមនំអន្សមអីទៅទិញយើទៅឆៃទៅណាពិតជាឆ្ងាញ់ខ្លាំងណាស់នេះគឺជាស្នាដៃរបស់ខ្ញុំដែលធ្វើណា គ្នាដឹងហើយថាស្នាដៃឯងគឺមិនអន់នោះទេតែគ្នាគ្រាន់តែឆ្ងល់នឹងណា អាយ៉ាឯងនេះមកទិញនំឬក៏មកស៊ើបសួររឿងគ្រួសាររបស់យើងហ៎ មែនហើយមីងតាមីងចង់ដឹងរឿងគ្រួសាររបស់ខ្ញុំធ្វើអីទៅ មីងមិនចង់ដឹងរឿងអីទេហើយក៏មិនចង់ទិញនំកងដែរណែយេរីគ្នាទៅសិនហើយណា ណែកូនស្រីជីវិតនៅស្រុកស្រែគឺអញ្ចឹងហើយមាត់ញាតចិត្តខាងគឺមិនសូវមានកម្របនៅទេមាត់ញាតចិត្តខាងគឺវាលឿនជាងចាប់ស៊ីស្រូវទៅទៀតណាកូនឯងត្រូវតែរឹងមាំកុំខ្វល់ពីសម្ដីគេពេកអីតែដឹងទេ ម៉ែតាប្រអប់នោះគឺជាអ្វីកូនឃើញម៉ែមើលទៅដោយទឹកមុខក្រៀមក្រំខ្លាំងម្ល៉េះ វាគឺជាអនុស្សាវរីយ៍ចាស់ចាស់របស់ម៉ែនិងឪពុករបស់កុសលម៉ែគិតថាឯងគួរតែដឹងវាអាចជួយឲ្យឯងដឹងរឿងមួយចំនួនរបស់ឪពុករបស់កុសលដែរណា រឿងអ្វីទៅម៉ែ កាលពីមុនឪពុករបស់កុសលនិងកូនឯងគាត់ពូកែផាត់ស៊ីដូចគ្នានឹងកុសលដែរឪពុកគេបានស្លាប់ដោយសារជំងឺថ្លើមនៅពេលដែលកុសលអាយុត្រឹមតែ15ឆ្នាំតែប៉ុណ្ណោះឪពុកគេបានសរសេរបណ្ដាំផ្ដាំថាទោះបីគាត់ស្លាប់ក៏ដោយជួកុំលក់ដីស្រែនោះឲ្យសោះត្រូវតែទុកវាឲ្យកូនកុសលជាដាច់ខាត ម៉ែពិតជាលំបាកពេកហើយដើម្បីគ្រួសារមួយនេះ កូនអើយកូនឯងដឹងទេថាបញ្ហាដែលយើងកំពុងប្រឈមមុខគឺកើតឡើងមកលើម៉ែតាំងពីឪពុករបស់កុសលនៅរស់មកម្ល៉េះម៉ែខំហាមគាត់ច្រើនដងហើយថាគាត់កុំឲ្យផាត់ស៊ីបំផ្លាញខ្លួនឯងតែគាត់មិនស្ដាប់ចុងក្រោយគាត់ក៏បានចែកឋានទៅដោយសារតែស្រាអ្នកបំផ្លាញជីវិតរបស់គាត់ ចាស់ម៉ែកូនយល់ហើយម៉ែកុំពិបាកចិត្តពេកអីខ្ញុំនឹងមិនបណ្ដោយឲ្យអតីតកាលរបស់ម៉ែកើតឡើងទៀតនោះទេខ្ញុំនឹងព្យាយាមថែរក្សាដីស្រែនេះទុកឲ្យគង់វង្ស នាល្ងាចបន្តិចកុសលដែលទើបមកពីធ្វើការវិញទាំងមានអារម្មណ៍មួម៉ៅ កូនណាទៅលាងដៃឲ្យស្អាតសិនទៅកូនចាំយើងអង្គុយញ៉ាំបាយជាមួយគ្នាណា មិនបាច់ចាំលៀងស្អីទេខ្ញុំហត់ខ្លាំងណាស់ម៉ែ កុសលលាងដៃសិនទៅថ្ងៃនេះម៉ែនិងខ្ញុំបានលក់នំគងនិងនំអន្សមដាច់ខ្លាំងណាស់ហើយក៏ម៉ែបានធ្វើម្ហូបដែលបងជួយចិត្ត
លក់នំគមនំសំខ្ញុំមិនចង់ឲ្យប្រពន្ធរបស់ខ្ញុំនិងម៉ែទៅធ្វើរឿងដែលគួរឲ្យអាម៉ាស់នៅផ្សារនោះទេណាម៉ែ រឿងដែលគួរឲ្យអាម៉ាស់ការរកស៊ីមានប្រកាន់ដល់ថ្នាក់នឹងទេកូនគឺឯងទេដែលបានយកលុយទៅទិញស្រាសប្បាយចាយមិនចេះគិតពីប្រពន្ធនិងម៉ែយ៉ាងនេះតែឯងគិតអីក្នុងខ្លួនបើម៉ែនិងកូនប្រសាម្នាក់នេះរកមិនបានអីតើបានអីចិញ្ចឹមជីវិតទៅហ៎ បងអូនយល់ពីអារម្មណ៍របស់បងតែកុំគួរឲ្យបណ្ដោយខ្លួនឲ្យស្រានឹងវាមកបំផ្លាញអនាគតស្លាប់ខ្លួនដូចជាឪពុករបស់បងអីបងមានចាំដែរទេឪពុករបស់បងស្លាប់ដោយសារផឹកស្រា នេះអូនដឹងរឿងនេះដោយរបៀបណាទៅហ៎ សូលៀនមិនមែនជាអ្នកក្រាននោះទេសូលៀនជាប្រពន្ធរបស់ឯងណាហើយឯងក៏មិនចង់ខ្លាចខ្លួនដូចជាឪពុករបស់ឯងដែរតើមែនទេ ពិតមែនហើយខ្ញុំមិនចង់ស្លាប់ដោយសារស្រានោះទេខ្ញុំពិតជាខំមែនហើយខ្ញុំសុំទោសខ្ញុំដឹងថាខ្ញុំជាមនុស្សបរាជ័យដែលឲ្យស្រាវាមកដឹកមុខរបស់ខ្ញុំយ៉ាងនេះណាម៉ែ មិនអីទេណាកូនម៉ែដឹងថាកូននឹងកែប្រែវាឲ្យបានដាច់ស្រឡះឯងកុំដើរតាមផ្លូវចាស់របស់ឪពុកឯងអីម៉ែនិងកូនប្រសាម្នាក់នេះនៅតែលើកទឹកចិត្តកូនជានិច្ចណា អូននឹងនៅទីនេះជាមួយបងតែបងត្រូវសន្យាជាមួយម៉ែបងត្រូវតែឈប់ផឹកស្រាជាដាច់ខាតម៉ែចាស់ណាស់ហើយកុំធ្វើឲ្យម៉ែពិបាកចិត្តអីណាបង ខ្ញុំសន្យាខ្ញុំនឹងផ្ដាច់ស្រាឲ្យតតែបានតែខ្ញុំត្រូវការពីម៉ែនិងប្រពន្ធរបស់ខ្ញុំជួយរំលឹកខ្ញុំផងតើបានទេ មែនហើយណាកូនពួកយើងនឹងនៅក្បែរឯងឥឡូវនេះទៅលាងបាយសិនទៅហើយបបញ៉ាំបាយជុំគ្នាណា ព្រឹកប្រហៀមកុសលបានងើបជួយដុតនំអន្សមម្ដាយនិងប្រពន្ធរបស់គេ កុសលយកអស់មកដាក់បន្ថែមឲ្យម៉ែបន្តិចបានទេកូន បាទម៉ែ កុសលឯងឆាប់ទៅងួយទឹកទៅណាកូនហើយអានទៅលក់នំនៅអាផ្សារជាមួយប្រពន្ធរបស់ឯងទៅណា បាទម៉ែ កសោឯងប្រែហើយហ៎អីចេះមកលក់នំគមនំមិនសមជាមួយប្រពន្ធទៀតតែ អ្នកមីងក៏មាត់ច្រើនពេក មើលនោះណនំមិនសមរបស់ពួកគេលក់ថ្លៃជាងខ្ញុំទៀតផងណា ពេលដែលកុសលបានឮមីងខឿននិយាយបែបនោះគេក៏មានអារម្មណ៍ថាធុញទ្រាន់ព្រោះព្រឹកនេះវាហាក់បីដូចជាលក់មិនដាច់ទាល់តែសោះអាយ៉ាហាខ្ញុំប្រាប់ហើយតើនំរបស់យើងលក់ថ្លៃជាងគេហើយតើលក់មិននឹងដាច់ទៅមែនហើយខ្ញុំគួរតែទៅរកផឹកវិញពេលនិយាយហើយកុសលក៏បានដើរចាក់ចេញទៅខណៈពេលនោះយេរីក៏បានដើរមកពីផ្សារមើលការលក់ដូររបស់កូនគាត់ ហើយចប់ប្តីរបស់ឯងទៅណាទៀតហើយនឹងណា ម៉ែគាត់ទៅហើយគេបានបាក់ទឹកចិត្តទៀតហើយគាត់មិនអាចបំភ្លេចការផឹកស្រាបានទៀតនោះទេ យេហេអាកូននេះវាកាយមិនទាន់បានប្រមាណថ្ងៃផងវាត្រឡប់ទៅផឹកស្រាវិញតតែបានរឿងប្តីកូនឯងយើងត្រូវតែតាមដានឲ្យទាន់ណា ទីតាំងនៅរោងស្រាដ៏ស្ងាត់ជ្រងំមួយកន្លែងយើងខានផឹកស៊ីជាមួយគ្នាយូរហើយមកលើកដាច់ឲ្យណាននៃទៅណាអើយមកអាម៉ាយើងគួរតែលើកដាច់ទាំងអស់គ្នាទៅណាខណៈពេលនោះយេរីនិងប្រពន្ធរបស់គេក៏បានដើរមកដល់ហើយក៏បានឃើញកុសលកំពុងតែផឹកស៊ីដូចមុនដែរ ណែកុសលប្រពន្ធនឹងម៉ែរបស់ឯងមកដល់ហើយវើយ ម៉ែនេះម៉ែមកធ្វើអីនៅទីនេះ ម៉ែមកទីនេះគឺម៉ែមកយកកូនម៉ែទៅវិញណា ម៉ែខ្ញុំពិតជាពិបាកចិត្តខ្លាំងណាស់មានតែស្រាទេទើបធ្វើឲ្យចិត្តរបស់ខ្ញុំវាមានសុខស្រួលណាស់ម៉ែទុកឲ្យខ្ញុំនៅទីនេះទៅម៉ែ បងមិនមានរឿងអ្វីដែលពិបាកចិត្តទេអ្វីដែលបងកំពុងធ្វើនេះគឺក្បត់ពាក្យសន្យាដែលបងនិយាយជាមួយម៉ែកាលពីថ្ងៃមុននេះ
បងទើបតែចាប់ផ្ដើមទេតែបងត្រូវគិតពីពាក្យសន្យារបស់ខ្លួនឯងដែរទេ បែនហើយឯងចង់ឲ្យម៉ែនិងសូលីនទៅលក់នំដើម្បីរកលុយឲ្យឯងផាត់ទៀតតើមែនទេម៉ែមិនអាចឲ្យបាត់បង់កូនប្រុសរបស់ម៉ែម្នាក់ទៀតបានទេណា កុសលប្តីសម្លាញ់ក្តីសុខយ៉ាងពិតប្រាកដគឺមិនមែនដោយការថឹកស៊ីនោះទេបងត្រឡប់ទៅផ្ទះរបស់យើងវិញទៅ នេះតើខ្ញុំធ្វើខុសទៀតហើយតើមែនទេពាក្យសន្យាដែលខ្ញុំនិយាយបែរជាខ្ញុំធ្វើមិនបានទៅវិញហើយយ៉ាខ្ញុំពិតជាចោលមកសៀតពិតមែនក ូនប្រុសរបស់ម៉ែនិយាយហើយត្រូវតែធ្វើតោះយើងទៅផ្ទះរបស់យើងវិញទៅ ចាប់តាំងពីថ្ងៃនោះមកកុសលបានជួយធ្វើការលក់ដូរយ៉ាងពេញលេញពេញដៃពេញជើង ម៉ែបានគិតរួចហើយម៉ែនឹងលេងក្របស្វាយចន្ទីដើម្បីលក់ធ្វើជាមុខរបរមួយទៀតព្រោះនេះជារូបមន្តពីដូនតារបស់យើងមកទេនេះថាឆ្នាំងជាងគេជាមិនខានទេណាកូន ម៉ែបើអញ្ចឹងខ្ញុំនឹងទៅជួយម៉ែនិងប្រពន្ធរបស់ខ្ញុំឲ្យពេញដៃពេញជើងណា យីថ្ងៃនេះមានក្របស្វាយចន្ទីលូទៀតហ៎អាយ៉ាក្លិនឈ្ងុយខ្លាំងណាស់នេះ មិញណាក្របស្វាយចន្ទីនេះគឺក្លិនឈ្ងុយខ្លាំងណាស់ហើយចំណែកឯរសជាតិវិញក៏មិនអន់ដែរមីងចាប់តាំងពីថ្ងៃនោះមកមានអ្នកស្រុកអ្នកភូមិមកទិញនំគមនិងនំអន្សមអស់រលីងគ្មានសល់នោះឡើយ អាយ៉ាម៉ែយុទ្ធសាស្ត្ររបស់ម៉ែពិតជាបានផលពិតមែនហើយយើងលក់នំដាច់ជាងមុនទៅទៀត លុយដែលយើងខំសន្សំបានគ្រប់ចំនួនដែលយើងអាចយកទៅទិញដីដែលល្អបំផុតសម្រាប់ធ្វើស្រែហើយណាកូន ថ្ងៃមួយពេលដែលកុសលដើរទៅស្រែក៏បានទៅជួបនឹងភាដែលជាមិត្តភក្តិផឹកស៊ីកាលពីមុន កុសលអាយ៉ាគ្នានឹកឯងខ្លាំងណាស់សម្លាញ់ឯងមកនេះមើលមកផឹកស្រាជាមួយនឹងគ្នាបន្តិចទៅណាសម្លាញ់ក៏ប៉ុន្តែគ្នារវល់ខ្លាំងណាស់សម្លាញ់អើយហើយណាមួយគ្នាកែខ្លួនឈប់ផឹកស្រាហើយគ្នាទៅសិនហើយណាសម្លាញ់នៅផ្ទះកុសលអូនសម្លាញ់មិញបងបានជួបអាភាវាបបួលបងផឹកតែបងមិនទៅនោះទេ ប្តីសម្លាញ់បងធ្វើបែបនេះត្រូវហើយបងត្រូវតែស្រឡាញ់សុខភាពស្រឡាញ់គ្រួសារហើយកាត់ចិត្តឲ្យដាច់ឲ្យស្រឡះពីស្រាអូនពិតជាសប្បាយចិត្តណាស់ដែលឃើញបងកែខ្លួនយ៉ាងនេះ ព្រឹកព្រលឹមនៅឯវាលស្រែ ហើយចាដីនេះបានមកពីកម្លាំងញើសឈាមរបស់យើងលក់នំ ពេលនោះលោកម៉ៅក៏បានមកដល់ណែកុសលឯងបានជពាក់លុយខ្ញុំ2លានរៀលឯងប្រកែកផឹកខ្លាំងណាស់រឿងស្រាជឿស្រារបស់ខ្ញុំហើយប៉ាវគេប៉ាវឯងផឹកពេញហាងតែម្ដងឯងជពាក់លុយខ្ញុំមិនឯងនឹងមិននឹកនាសងខ្ញុំអញ្ចឹងនេះជាកណ្ដាស់ប្រាក់បំណុលកិច្ចព្រមព្រៀងជពាក់លុយដែលឯងសញ្ញេនោះណាកាលនោះខ្ញុំស្វឹងណាស់ហើយបងឯងឲ្យមនុស្សស្វឹងសញ្ញេទាំងខ្ញុំមិនមានសតិក្នុងខ្លួនផងហើយចុះបបងពន្លើសចំនួនលុយនោះខ្ញុំធ្វើមិនទៅណែអសល់អញមានទិន្នន័យលុយដែលឯងចម្ពាក់អញទាំងអស់ឯងមិនចង់សងយើងតើមែនទេនេះឯងមើលចុះនេះជាផោះតាំងអញអាចប្តឹងឯងបានណា ណែក្មួយលុយប្រមាណហ្នឹងសូមទុកពេលឲ្យខ្ញុំរកមួយសប្តាហ៍ទៅណាខ្ញុំនឹងឲ្យកូនទាំងពីររបស់ខ្ញុំខំរកផ្សងប្អូនវិញណា បាទលោកយាយនេះដោយសារតែខ្ញុំយកយល់ដល់លោកយាយទេអញ្ចឹងខ្ញុំទុកពេលឲ្យលោកយាយចុះតែកុំយូរពេកណាខ្ញុំទៅសិនហើយលោកយាយ ហើយយើងសល់តែរយៈពេល6ថ្ងៃទៀតតែប៉ុណ្ណោះ កូនមានក្រវិលនិងខ្សែកខ្លះដែរតែបើយកទៅលក់បានលុយប្រហែល1,40,000តែប៉ុណ្ណោះ តែយើងខ្វះ60,000ទៀតណាកូន
ម៉ែមានមាសខ្លះគេអនុស្សាវរីយ៍របស់ពុកតាម៉ែអាចយកវាទៅលក់សម្រាប់ដោះទោះមួយគ្រាសិនតាបានទេបន្ទាប់ពីបញ្ហានេះចប់សពគ្រប់ខ្ញុំជឿជាក់ថាប្តីរបស់ខ្ញុំមិនធ្វើខុសលំខ្លួននឹងបំណុលទៀតទេណាម៉ែជួយកូនម្ដងទៀតទៅ ចាកូនម៉ែយល់ព្រមម៉ែនឹងលក់វា បន្ទាប់ពីពិភាក្សាជាមួយនឹងម្ដាយក្មេកហើយកុសលបានស្ដាប់រឿងគ្រប់យ៉ាងគេមានអារម្មណ៍ថាខុសឆ្គងខ្លាំងណាស់ជាមួយនឹងគ្រួសាររបស់គេម៉ែឲ្យកូនសុំទោសប្រពន្ធសម្លាញ់ឲ្យប្តីសុំទោសខ្ញុំបានធ្វើខុសខ្លាំងណាស់ខ្ញុំសន្យាថាខ្ញុំមិនអាចឲ្យរឿងនេះកើតឡើងម្ដងទៀតបានទេខ្ញុំនឹងសន្យាថាខ្ញុំមិនធ្វើវាទៀតទេនៅផ្ទះលោកម៉ៅ ក្មួយប្រុសពួកយើងមកទីនេះដើម្បីសំបំណុលណា នេះលុយ2លានរៀលសូមបងធ្វើលិខិតសងបំណុលផងខ្ញុំនឹងសញ្ញេបញ្ចប់រឿងនេះណាបង នេះគឺជាលុយដែលបានមកពីការលោកមាសរបស់ខ្ញុំនិងម៉ែផងដើម្បីជួយបងអូនដឹងថាបងតាកត់ជាកាយខ្លួនណាប្តីសម្លាញ់ ប្រពន្ធសម្លាញ់បងលែងជាអ្នកប្រមឹកទៀតហើយណាអូនបងនឹងធ្វើគ្រប់យ៉ាងឲ្យគ្រួសាររបស់យើងរីកចម្រើនបងសន្យាថាបងនឹងខំរកស៊ី4ខែក្រោយមកស្រូវរបស់ពួកគេពិតជាលូតលាស់បានល្អខ្លាំងណាស់ពួកគេរំពឹងថានឹងបានទិន្នផលច្រើនជារៀងរាល់ឆ្នាំ ហើយចាកូនណាស្រូវរបស់យើងវាមិនដែលបានផលល្អបែបនេះនៅទេ ពិតមែនហើយម៉ែមើលទៅស្រស់ញញឹមតែម្ដង បាទម៉ែខ្ញុំសុំទោសចំពោះកំហុសរបស់ខ្ញុំកន្លងមកមួយរយៈនេះខ្ញុំបានខិតខំកែខ្លួនហើយសូមម៉ែនិងប្រពន្ធទុកចិត្តលើបងចោះការងារតូចធំទុកឲ្យខ្ញុំជាអ្នករ៉ាប់រង ល្អណាស់កូនប្រុសរបស់ម៉ែតែម៉ែមានបំណងមួយណា ម៉ែតើម៉ែមានគោលបំណងអ្វីទៅ គឺថាណែម៉ែហើយចាម៉ែចាស់ទៅហើយម៉ែចង់បានចៅពោឆ្នាំក្រោយនេះណា ហើយចាហាម៉ែមិនដឹងស្អីទេនោះសួរប្តីរបស់ខ្ញុំទៅ ម៉ែកុំបារម្ភមើលកូនរបស់ម៉ែម្នាក់នេះមានកម្លាំងពេញខ្លួនឥឡូវមិនឲ្យម៉ែខកបំណងនោះទេពួកគេទាំង3ដែលជាគ្រួសារតូចមួយនេះពិតជាមានសុភមង្គលនិងសេចក្តីសុខខ្លាំងណាស់ការកែប្រែខ្លួនពីបុគ្គលប្រមឹកមកជាមនុស្សល្អវិញជួយការងារផ្ទះបានធ្វើឲ្យគ្រួសារមួយនេះពិតជាមានសុភមង្គលនិងមិនលងនឹងបំណុលទៀតនោះឡើយហើយរឿងនេះក៏ចប់ត្រឹមតែប៉ុណ្ណេះសូមអរគុណសម្រាប់ការតាមដានរបស់លោកអ្នក